Hello ថ្ងៃនេះយើងមកលេងទីក្រុងតូចមួយនៅប្រទេសប៉ូទុយហ្គាល់មានឈ្មោះថា Guimarães ហើយទីក្រុងហ្នឹងគឺ charming មែនតើមានសួនហើយនិង garden ស្អាត park ដែលយើងដើរលេងបានជាពិសេសគឺមានរាជវាំងចាស់មួយដែលយើងថ្ងៃហ្នឹងនឹងទៅមើលមុនគេ This is the first king of Portugal ទីក្រុង Guimarães បើសិនជាយើងនៅកណ្ដាលទីក្រុង Porto ហ្មងណាយើងជិះទៅដល់នេះប្រហែលជាចំណាយពេលវេលា1ម៉ោងប៉ុន្តែគ្រួសារខ្ញុំនៅជិះ Porto អញ្ចឹងជិះមកនេះប្រហែលជា20នាទី30នាទីលឿនមែនតើហើយមកដល់នេះអូយមានអារម្មណ៍ថាវាជាទីក្រុងតូចមួយដែលមានអ្នកទេសចរមកល្មមដែរមិនច្រើនទេពីព្រោះអីមិនមែនជាកន្លែងមួយដែលល្បីខ្លាំងប៉ុន្តែដោយសារតែចំណុចដែលมันមានមនុស្សកកខ្លាំងហ្នឹងឯងដែលធ្វើឲ្យកន្លែងហ្នឹងមើលទៅគឺរត់តែតាក់ទាញពីព្រោះអីស្ងប់ស្ងាត់ peaceful ហើយអត់ឲ្យយើងបែរអារម្មណ៍ទៅជាមួយនឹងអីផ្សេងទេគឺធ្វើឲ្យយើង enjoy ទៅនឹងបរិយាកាសហើយនឹងទេសភាពនៅក្នុងហ្មងគ្រាន់តែថាពេលដែលពួកខ្ញុំទៅនេះគឺក្តៅថ្ងៃឡើងនោះថ្ងៃសៀលគឺក្តៅមែនតើហ្មងប៉ុន្តែក្តៅអត់បែកញើសទេល្អមួយយ៉ាងដែរគាត់ថាក្តៅចំហាយអូខេឥឡូវនេះយើងបានដើរមកដល់រាជវាំងនៅទីក្រុង Guimarães ហ្នឹងហើយខ្ញុំអត់បានដឹងទេពេលនឹងមុនមកប៉ុន្តែតើក្រោយមកបាទខ្ញុំបានសិក្សាថានេះគឺជាកន្លែងដែលសំខាន់មួយពីព្រោះអីប្រទេសប៉ូទុយហ្គាល់បានកកើតដំបូងគេបំផុតគឺនៅកន្លែងហ្នឹងដែលដំបូងគេរបស់ប៉ូទុយហ្គាល់ឈ្មោះ Afonso Henrique ហ្នឹងគឺគាត់កើតនៅ Guimarães ហ្នឹង Oh my god I learned so much ពេលដែលមកដល់ទីនេះដំបូងគឺមានអារម្មណ៍ថាដូចជារូបភាពនៅក្នុងរឿងណាពីព្រោះអ្វីៗគឺសិតតែជាសំណង់តាំងពីបុរាណមក Even aside from this castle the whole town itself looks like a movie set the parks the streets the architecture it just feels so fairy tale like តិចទៀតពេលដែលពួកយើងមើលវាំងចប់ហ្នឹងគឺយើងនឹងដើរទៅខាងក្រៅខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីទេសភាពនៅក្នុងទីក្រុងហ្នឹងគឺស្អាតមែនតើឥឡូវពួកយើងមកដល់នៅមុខកន្លែងចូលហើយប៉ុន្តែយើងត្រូវចាំទិញសំបុត្រហើយចាំតម្រង់ជួរចូលអញ្ចឹងណាអូយនិយាយទៅ no one enjoys it more than my nephewវាគឺជាទីតាំងនៅកន្លែងមួយអារម្មណ៍មួយដែលពេលដែលយើងឃើញហើយយើងបានបបពិសោធន៍នឹងហើយយើងមានអារម្មណ៍ថាអូមកជីវិតបានឃើញកន្លែងអញ្ចឹងម្ដងគឺមានអារម្មណ៍ថាមានន័យហើយយើងស្គាល់អ្វីៗដែលថ្មីប្លែកចំពេលដែលយើងកំពុងតែមើលនឹងធម្មតាប៉ុន្តែពេលដែលយើងមើលចប់ហើយទៅមើលវីដេអូនិងមើលរូបឡើងវិញខ្ញុំមានអារម្មណ៍ថា wow this is a once in a lifetime to go to places like this នៅបរិវេណខាងក្រៅគឺយើងអាចថតវីដេអូបានធម្មតាបងប្អូនប៉ុន្តែពេលដែលចូលទៅក្នុងរាជវាំងហ្នឹងគឺយើងថតបានតែរូបពេលអញ្ចឹងខ្ញុំថតរូបមកខ្លះថតវីដេអូនៅខ្លះនិយាយទៅអួយដូចក្នុងរឿងអញ្ចឹងកន្លែងនេះគឺខ្ញុំប្លែកមែនតើគេដាក់ប្លានៅជុំវិញហ្នឹងគឺពីព្រោះអីវានៅ outdoor អញ្ចឹងកុំឲ្យសត្វទុំហើយដាក់ពេញហ្នឹងអញ្ចឹងណាមានអារម្មណ៍ថា appreciate មែនតើពីព្រោះអីយើងធ្លាប់ទៅវាំងយើងហើយស្វែងយល់និងរៀនឲ្យច្បាស់ពីប្រវត្តិសាស្ត្រយើងនិងទំនៀមទម្លាប់របស់យើងពេលដែលយើងទៅកន្លែងគេមានប្រវត្តិសាស្ត្ររបស់គេមានទំនៀមទម្លាប់គេមានជំនឿគេមានការគិតគេមានការគោរពរបស់គេដែលផ្សេងពីយើងអញ្ចឹងរំលឹកខ្លួនឯងថាពិភពលោកនេះមិនមែនមានតែយើងទេអញ្ចឹងអ្វីៗដែលយើងគិតត្រូវសម្រាប់យើងប៉ុន្តែមិនត្រូវសម្រាប់អ្នកផ្សេងអញ្ចឹងយើងត្រូវចេះទទួលយកថាគំនិតមនុស្សខុសគ្នាដោយសារតែធំធាត់ឡើងផ្សេងគ្នាប្រវត្តិសាស្ត្រនៅទីតាំងនឹងផ្សេងគ្នាជំនឿខុសគ្នាទំនៀមទម្លាប់ខុសគ្នា It's okay we're all different but we can exist with each other because we have to and if not what we're going to do fight kill that doesn't help the world anyways ឥឡូវយើងដើរមើលវាំងចាប់ហើយខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលទេសភាពនៅខាងក្រៅគឺថាអូយស្អាតមែនតើហើយ everything is so cleanមួយជើងជើងឡើងហ៊ីឯងអូខេឥឡូវយើងចេញពីវាំងធ្វើដំណើរបន្តទៀតយើងដើរទៅមកជុំអញ្ចឹងណាពីព្រោះអីនៅ Guimarães ហ្នឹងគឺទេសភាពស្អាតហើយមានដើមឈើមាន park មានអីឲ្យយើងដើរមើលទៅជាអារម្មណ៍ហ្មងនិយាយទៅ again ដូចក្នុងរឿងអញ្ចឹងហើយនៅខាងមុខហ្នឹងគឺមានកន្លែងមួយដែលមានហាងតូចៗកន្លែងតំបន់ទេសចរហើយមានហាងតូចៗលក់អីវ៉ាន់គ្រឿងអនុស្សាវរីយ៍និងមានរេស្តូរ៉ង់ប៉ុន្តែមុននឹងទៅដល់ you know you can watch me Hey I know some bitches would be mad well hey I would be mad too if I was not me ហើយមកវីដេអូនេះដូរចរិតដូរអារម្មណ៍ច្រើនណាស់មិនដឹងទេមើលទេសភាពគេខែហ្នឹងគឺរដូវ spring ហើយផ្ការីកនិងស្មៅខ្ចីស្អាតមែនតើពណ៌បៃតងហើយកាសធាតុពេលថ្ងៃក្តៅប៉ុន្តែពេលយប់ត្រជាក់ធ្លាក់ខ្យល់ទៅរដូវហ្នឹងបើសិនជាលើកទី1ដូចខ្ញុំអញ្ចឹងគឺខ្លួនប្រាណយើងវាស្រួលទទួលយកពីព្រោះអីអាកាសធាតុក្តៅបែបហ្នឹងស្តៀងនៅស្រុកយើងអញ្ចឹងខ្លួនប្រាណយើងវាទម្លាប់នឹងអាកាសធាតុហ្នឹងហើយឃើញសួននិងទេសភាពគេរៀបស្អាតអញ្ចឹងណាខ្ញុំគិតថាបើសិនជាផ្ទះខ្ញុំនៅហ្នឹងអីខ្ញុំយករ៉ូបមកថតមួយថ្ងៃគឺ photo shoot every day ហ្មងអូខេអញ្ចឹងវីដេអូនេះចប់ហើយបន្តិចទៀតពួកយើងទៅដល់កន្លែងញ៉ាំអីនៅវីដេអូថ្មីមួយទៀតអញ្ចឹងចាំជួបគ្នាវីដេអូក្រោយបាយបាយ